ចំពោះរឿងនេះវិញខ្ញុំមាន high expectation ខ្លាំងជាមួយនឹងអ្នកនិពន្ធ Banana Yoshimoto ដោយសារគាត់មាន quote ខ្លះជាទូទៅមុននឹងខ្ញុំអាន author អីមួយខ្ញុំសាកអាន quote របស់គាត់ដែលគាត់ស្រង់ចេញពីសៀវភៅហ្នឹងថាល្អមើលគាត់សរសេរហ្នឹងមានន័យជ្រៅ relatable អីអត់ប៉ុន្តែពេលអានរឿងនេះហើយគឺអាចថាឲ្យ3 out of 5មកពីរឿងនេះគឺរឿងខ្លីៗបូកចូលគ្នាទៀតហើយអាចនិយាយបានថាដោយសារខ្ញុំមកពីអានរឿងដែល high impact ខ្លាំងពីEarthling ឬក៏ពីរឿងអីផ្សេងៗ classic អីផ្សេងៗទៅធ្វើឲ្យយើងអានរឿងដែលរៀងស្រាលមើលទៅអាចថា boring បានប៉ុន្តែខ្ញុំគិតថាភាគច្រើនគេអាច relate ទៅរឿងគាត់ដោយសាររឿងគាត់ក៏តាក់ទងទៅរឿងជីវិតមនុស្សទូទៅក៏គ្មានស្អីដែរគ្រាន់តែខ្ញុំអត់ទៅចូលចិត្តរឿងនេះទេរឿងដែលគាត់ល្បីហ្នឹង Miss Banana គាត់ល្បីខាង kitchen រឿងនោះល្បីខ្លាំងតែខ្ញុំអត់ទាន់អានដោយសារខ្ញុំ start រឿងគាត់ពីរឿង Dead End Memory នេះហើយមើលទៅអត់សូវ very convincing ទេ cover គឺស្អាតខ្លាំងពីស្លឹកហ្នឹងហើយ cover version មួយទៀតក៏ស្អាតខ្លាំងដែរយល់ចាញ់បោក cover ហ្នឹងហ្មង